គឺតាមពិតដូចជានច្ចកម្ពុជាទី1នៃដូចជានច្ចកម្ពុជាទី1ប៉ុន្តែនៅពេលនោះយើងឆ្លងកាត់របបមួយគឺរបបសង្គមរាស្ត្រនិយមសង្គមរាស្ត្រនិយមយើងដាក់វងកញ្ចក់ទៅ1955 1970 នេះឃើញទេដែលប្រកាន់យកនយោបាយអព្យាក្រឹតបាទនយោបាយអព្យាក្រឹតខ្ញុំធ្លាប់ជូនឲ្យថានយោបាយអព្យាក្រឹតនេះយើងអនុវត្តតាមសេចក្តីសម្រេចនៅក្នុងសន្និសីទក្រុងហ្សឺណែវដែលស្នើដោយសូវៀតហើយនឹងចិនអូខេចឹងយើងអនុវត្តនយោបាយអព្យាក្រឹតបាទបន្ទាប់មកទៀតដោយសារពងគ្រាមជាក់ដដែលធ្វើឲ្យប្រទេសកម្ពុជាផ្លាស់ប្ដូរចូលរបបមួយទៀតគឺរបប